កំណត់នៅចុងក្រោយភាគ3ដោយសារថារដ្ឋាភិបាលបារាំងទើបតែបានប្រកាសទទួលស្គាល់រដ្ឋាភិបាលបង្រួបបង្រួមជាតិថ្មីរបស់កម្ពុជាដូច្នេះស្ថានទូតនេះคล้ายទៅជាគោលដៅទី1និងជាជំរកសុវត្ថិភាពដែលអ្នកផងរំពឹងទុកផ្ទុយពីស្ថានទូតដទៃទៀតនៅក្នុងក្រុងភ្នំពេញដែលខ្ទេចខ្ទាំទៅដោយការបំផ្លិចបំផ្លាញនិងបោះបង់ចោលនៅត្រឹមថ្ងៃទី18ខែមេសាស្ថានទូតនេះបានទទួលភ្ញៀវដែលសុំសិទ្ធិជ្រកកោនរាប់ពាន់នាក់ក្នុងនោះរួមមានទាំងមន្ត្រីអង្គទូតនានាបុគ្គលិកអង្គការសមាគមអន្តរជាតិមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលឧត្តមសេនីយ៍លន់នល់ក្រុមអាជីវករធំៗរួមទាំងពលរដ្ឋចម្រុះជាតិសាសន៍ផង How long will we stay here? នេះខ្ញុំនិយាយថាពួករំដោះសម្រាប់ចូលមកទីនេះដើម្បីចាប់ខ្លួនពួកអមេរិកយើងចូលមកទីនេះមិនដឹងខុសត្រូវនេះខ្ញុំក៏មិនដឹងដែរតែលើគេថាឃើញរដ្ឋមន្ត្រីអ្នកតំណាងរាជខ្សែរាជវង្សច្រើនណាស់ចូលមកទីនេះដែរណា ចាប់តាំងពីឆ្នាំ 1970 មករដ្ឋាភិបាលបារាំងបានបង្ហាញភាពមិនប្រកបប្រជាជាមួយរដ្ឋាភិបាលសាធារណរដ្ឋខ្មែរដោយសារការធ្វើរដ្ឋប្រហារនិងកំសោយផ្នែកការទូតរបស់ភាគីកម្ពុជាតមកស្ថានទូតបារាំងប្រចាំក្រុងភ្នំពេញក៏មានត្រឹមតែអ្នកចាត់ការស្ដីទីដែលជាអ្នកចាត់ចែងការងារទាំងអស់ដោយមិនមានឯកអគ្គរដ្ឋទូតទៀតឡើយរហូតដល់ខែមីនាឆ្នាំ 1975 អ្នកចាត់ការស្ដីទីក៏បានត្រឡប់ទៅកាន់ប្រទេសបារាំងវិញដោយនៅសល់តែលោក Jean Dirac អគ្គកុងស៊ុលរងជាតំណាងតែមួយគត់របស់រដ្ឋាភិបាលបារាំងប្រចាំប្រទេសកម្ពុជានៅថ្ងៃទី 19 ខែមេសាឆ្នាំ 1975 Jean Dirac បានបរាជ័យនៅក្នុងកិច្ចការពាររបស់គាត់ចំពោះអ្នកជ្រកកោននយោបាយទាំងអស់ដោយទាហានខ្មែរក្រហមបានចូលទៅនាំខ្លួនបណ្ដាអ្នកនយោបាយជាន់ខ្ពស់រាជវង្សានុវង្សនិងមន្ត្រីរដ្ឋាភិបាលទាំងឡាយណាដែលគេចាត់ទុកថាជាខ្មាំងរបស់បដិវត្តន៍បងសុនខ្ញុំលើកគេថាណាហើយយ៉ាងម៉េចណាគេថាពួករំដោះហ៎បងណែនិយាយមួយទៅក៏បានដែរបានតែនឹងអីមកហ្នឹងហ៎បងអូនអ្នកបងឮថាយប់មិញយប់មិញមិនថាណាយប់មិញហ្នឹងបារាំងព្រមឲ្យទាហានដោះនាំខ្លួនព្រះអង្គម្ចាស់សេរីមតាក់ចេញទៅហើយអ្នកមនាងមុំម៉ានីវ៉ាន់ហើយលោកអឹងប៊ុនហៅលោកលឿងណាលអីហ្នឹងគេដឹកចេញទៅអស់ហើយកាលពីយប់មិញណាបងម៉ោង 9 យប់មិញនេះពុទ្ធោអ្នកបងហើយចុះកែងស្ថានទូតមានអធិបតេយ្យភាពរបស់គេដែរតើបើគេផ្ដោតសិទ្ធិជ្រកកោននយោបាយហើយមិនក៏ទាហានរំដោះចូលមកដឹកទៅកើតហើយសុនមកដល់ពេលនេះហើយច្បាប់អន្តរជាតិប្រហែលជាលែងមានតម្លៃសម្រាប់ពួកបដិវត្តន៍ទៀតហើយត្រូវហើយលោកបងឮថាណែបើឌីរ៉ាក់មិនអោយអ្នកតំណឹងទៅគេទេតាហ៊ានរបបថ្មីហ្នឹងគេថាគេមិនទទួលខុសត្រូវលើការខូចខាតផ្សេងទៀតទេព្រោះថាគេនឹងសម្រុកចូលមកចាប់អ្នកតំណឹងដោយខ្លួនឯងតែម្ដងលោកបងកុងស៊ុលប្រាំទៅការពារជីវិតមនុស្សរាប់ពាន់អ្នកផ្សេងទៀតបានជាគាត់ធ្វើអញ្ចឹងពួកចុះពួកយើងវិញណាលោកបងអើយទោះបីមានចិត្តប្រឹងប្រែងយ៉ាងណាក៏ Jean Dirac មិនអាចការពារមនុស្សទាំងអស់នៅក្នុងស្ថានទូតបានយូរដែរនៅត្រឹមថ្ងៃទី 20 ខែមេសាប៉ុណ្ណោះទាហានរំដោះបានបង្ខំឲ្យគាត់បណ្ដេញពលរដ្ឋទាំងអស់ដែលពុំមែនជាជនជាតិបារាំងចេញពីស្ថានទូតបានប្រឹងប្រែងជាចុងក្រោយក្នុងការផ្ដល់លិខិតឆ្លងដែនបន្ថែមដល់ពលរដ្ឋខ្មែរខ្លះដើម្បីឲ្យពួកគេមានសញ្ជាតិជាបារាំងស្របច្បាប់ប៉ុន្តែជំនួយនោះមិនអាចធ្វើបានជាទូទៅឡើយមនុស្សរាប់រយគ្រួសារត្រូវបែកបាក់គ្នាដោយសារមិនមានសញ្ជាតិដូចគ្នាហើយពលរដ្ឋខ្មែររាប់រយនាក់ត្រូវបានបណ្ដេញចេញពីស្ថានទូតជាស្ថាពរនៅត្រឹមវេលាម៉ោង 10 ព្រឹកថ្ងៃដដែលឆ្ពោះទៅទិសខាងជើងក្រុងភ្នំពេញស្តាតចាស់ថ្ងៃទី 21 ខែមេសា ឆ្នាំ 1975ពុកម៉ែសូមស្ងាត់
សូមស្ងាត់លោកម៉ែយើងសូមស្វាគមន៍មិត្តទាំងអស់គ្នាក្នុងនាមអង្គការបដិវត្តន៍មិត្តជាសាច់ឈាមយើងមិត្តត្រូវជួយកសាងប្រទេសយើងឡើងវិញអង្គការឲ្យពួកមិត្តនៅទីនេះមួយថ្ងៃហើយត្រូវបន្តដំណើរទៅមុខទៀតដើម្បីចូលរួមជាមួយបដិវត្តន៍មិត្តមិនបាច់ព្រួយអំពីផ្ទះរបស់មិត្តទេអង្គការជួយថែរក្សាមើលឲ្យហើយនៅទីនេះមិត្តចង់បានអីត្រូវប្រាប់អង្គការមានអ្វីៗទាំងអស់តែហាមសេរីអ្នកអ៊ំពីណាទៅអង្គការអីទៅហាមសេរីឈប់មាត់កូនម៉ាក់កូនគ្រាន់តែចង់សួរថាបើឲ្យចេញពីពេញតែ3ថ្ងៃមិនក៏មកដល់ពេលនឹងហើយនៅមិនទាន់ឲ្យត្រឡប់ទៅផ្ទះវិញទៀតប្តីខ្ញុំនៅមិនទាន់ឃើញនៅឡើយទេណាម៉ាក់ម៉ែនឹងថ្ងៃនឹងទៀត5ថ្ងៃហើយផងឲ្យចេញទៅណាទៀតឈប់មាត់ទៅកូនប្រយ័ត្នដូចកាភ្លៀងស្លាប់ពោះមាត់ណា អង្គការមានបញ្ជី3សូមមិត្តស្មោះត្រង់ចំពោះអង្គការបដិវត្តន៍ប្រាប់អត្តសញ្ញាណហើយចុះឈ្មោះក្នុងនេះបញ្ជីទី1សម្រាប់មិត្តជាទាហានរបបចាស់បញ្ជីទី2សម្រាប់មិត្តជាមន្ត្រីរាជការហើយនិងបញ្ជីទី3សម្រាប់ប្រជាជនធម្មតាណាមិនមានអ្នកណាមានសំណួរទេគឺថាណែអង្គការត្រូវការមិត្តឲ្យចុះឈ្មោះក្នុងបញ្ជីផ្សេងៗគ្នាព្រោះអង្គការចង់បានអ្នកចេះមានចំណេះទៅជួយកសាងជាតិគឺថាណែ បើបងប្អូនជាអ្នករដ្ឋការស្រាប់អង្គការនឹងឲ្យបងប្អូនត្រឡប់ទៅពេញវិញជួយធ្វើការអង្គការនឹងចាត់ចែងឲ្យប៉ាណែអ្នកស្ងៀមណាពីខ្ញុំដែលនឹកថាយើងត្រូវនាំគ្នាមកគេងនៅស្តាតចាស់សោះមើលចុះកដោហត់ស្ទើរតែជន់ក្បាលយើងទៅហើយទាហានពីផឹកនិយាយស្ដីរបៀបអ្នកធ្លាប់បានរៀនសូត្រមិនមែនដូចទាហានក្មេងៗដែលដេញយើងចេញពីផ្ទះនោះទេហើយលបងគិតយ៉ាងម៉េចដែរយើងចុះជីត្រឡប់ទៅពេញគេទៅឯបងអង្គយើងសំច្រើនទេដើរតែប្រហែលថ្ងៃសោះហត់ប៉ុណ្ណឹងទៅហើយខ្ញុំលែងចង់ទៅណាទៀតហើយលបងគិតយ៉ាងម៉េចដែររឿងនេះបងមិនច្បាស់ទេសុនតែបើថាឲ្យត្រឡប់ទៅពេញវិញបងដូចជាមិនជឿមិនទេពួកម្ដោះដេញយើងចេញមកប៉ុណ្ណឹងហើយមិនក៏មានអ្នកឲ្យទៅមុខមានអ្នកឲ្យត្រឡប់ថយក្រោយអញ្ចឹងហ៎បងចុះខេងគេថាគេត្រូវការកម្លាំងកសាងជាតិឲ្យបងពេទ្យបងមិនទាន់ទុកចិត្តទេពួកបដិវត្តន៍យើងការនិយាយផ្សេងធ្វើផ្សឹងយើងនឹងចាំមើលគេឯងសិនទៅម៉ែឯងទៅមកពីណាខ្ញុំជួបអាហៀងកូនបង្ហៀកណាឪវាកែវានៅឯស្រុកអីវាចូលទាហានវាស្លៀកពាក់ជាទាហានរំដោះចុះវាមានស្គាល់ឯងទេវាហៅខ្ញុំនឹងណាវាថាពីឆ្នាំមុនវានៅកងពលពិសេសជាមួយច័ន្ទសុងតែយ៉ាងម៉េចខ្ញុំសួរពីតំណែងកូនប្រុសយើងប៉ុន្តែវាថាបាយគ្នាពេលវាយចូលអង្គតមិញបានន័យថាច័ន្ទសុងក៏មកបំពេញដែរតិចគាត់ទៅរកយើងនៅផ្ទះពូទៅម៉ែមែនទេវាមកតែដឹងហើយថាប្រជាជនត្រូវជាលះចេញតែក៏មានអ្នកគេចុះបញ្ជីទី1ទី2ដែរគេមកដឹកទៅពេញវិញអស់ហើយអូណែកុំទៅចុះឈ្មោះឲ្យសោះអ្វីចឹងអ្នកបងអើយអាហៀងវាផ្ដាំហើយផ្ដាំទៀតថាពួកតាហ៊ានអ្នករដ្ឋការអីហ្នឹងគេកំពុងរកមុខសម្បើមណាស់ណាកុំឲ្យគេដឹងឲ្យសោះវាថាបើគេសួរថាយើងជាអ្នកលក់ដូរជាអ្នកស្រុករត់ភៀសសឹកមកទៅអ្វីចឹងអ្នកបងខ្ញុំយល់ហើយសុនណាងត្រូវនាំគ្នាលាក់ប្រវត្តិឲ្យចិត្តទៅគេឲ្យយើងទៅណាយើងទៅនឹងគេទៅប្អូនប្រហែលបានសុខជាងបាទបងគ្រួសារខ្ញុំគេចេញទៅស្រុកបារាំងអស់ហើយខ្ញុំគួរតែចេញទៅតាមគេតែខ្ញុំជឿបងសខនព្រោះមន្ទីរពេទ្យត្រូវការយើងណាងអើយប្អូនជាមនុស្សល្អមុខតែព្រះតាមថែរក្សាហើយសាធុសូមមកដោយសម្ដីអ្នកបងទៅចុះ
ពួកអ្នកសារភាពពីការងារពីទូនីតិចាស់គេឡានទៅអស់ហើយណែបងកុំតូចចិត្តអីម្ល៉េះគ្មានពីណាដឹងពិភពវាសនាពិតផុនអ្នកទាំងអស់នឹងនៅឡើយទេណែពាក្យដែលអ្នកភូមិបងលួចប្រាប់នោះគួរឲ្យជឿបានទេណោះគេច្បាស់អត់ណែបងក៏អត់ដឹងដែរតែគេវាច្បាស់ជាងយើងហើយម្ល៉េះពួកគេនៅតំបន់រំដោះគេស្គាល់ពួកបដិវត្តច្បាស់ហើយបងក៏បន់តែឲ្យអ្វីមិនដូចពាក្យគេប្រាប់ទៅចោអូនម្ល៉េះមើលចោអ្នកឡើងឡានទៅគេសប្បាយចិត្តណាស់ពួកគេសង្ឃឹមថាបានទៅពេញវិញពួកទីហ៊ានរបបចាស់នឹងគ្រួសារគេឮថាគេមកដឹកតាំងពីមុនល្ងាវម៉េះណែបងឡានមិញនេះសុទ្ធតែអ្នករដ្ឋការរបបចាស់ទេសូមមិត្តញ៉ាំស្ដាប់អង្គការមានបញ្ជាមកពីលើពួកទីហ៊ានអ្នករដ្ឋការរបបចាស់អង្គការបានចាត់ចែងអស់ហើយអ្នកនៅសល់ត្រៀមខ្លួនទៅមុខជាមួយអង្គការត្រូវការមិត្តទាំងស្រីប្រុសក្មេងចាស់ទោះបីកូនក្មេងអាយុ3ថ្ងៃក៏ជាកម្មសិទ្ធិរបស់អង្គការនឹងបញ្ជូនមិត្តថ្ងៃនេះទៅឲ្យទាន់ប្រជាជនយើងដែលបានទៅមុខមុនអស់ហើយអង្គការស្នើឲ្យមិត្តស្មោះត្រង់កុំសេរីកុំសួរនាំធ្វើតាមតែការចាត់តាំងរបស់អង្គការអើយគេគិតឲ្យយើងទៅណាណោះកុំអាសួរនាំបងឡានក្រោយមកដល់ឥឡូវហើយមិត្តត្រូវជំរុញចូលរបស់របបចក្រពត្តិដែលជាសត្រូវនឹងបដិវត្តឡើងឡានទៅជាមួយអង្គការយកទៅស្បៀងនឹងទឹករបស់ចាំបាច់ខ្លះសល់ប៉ុន្មានទុកនៅទីនេះនៅកន្លែងថ្មីអង្គការមានអ្វីគ្រប់យ៉ាងសម្រាប់មកហើយម៉ាក់បានលើកនេះយើងទៅមុខទៀតកូនធ្វើមិនបានជួបបងដេទៅណែមិត្តបងដាក់ពីមានការអីលោកក្មួយមិត្តនារីនេះដាក់អីលើក្បាលវ៉ែនដាក់ពីដល់វ៉ែនតាទៅវិញវ៉ែនតាលើសក់បងឯងហើយយ៉ាងមិនដឹងក្មួយអង្គការស្នើវ៉ែនតាមិនឯងស្នើដល់វ៉ែនតាមកកូនចាលើក្មួយរបស់កម្មាចក្រពត្តិនេះពួកមិត្តឯងឆាប់ប្រមូលកំតិចចោលឲ្យអស់អង្គការហាមផ្ដាច់បាទមាននឹងអីតាហ៊ានណាពុកអត់ទៅណោះមកយកវ៉ែនតាបងដល់ភៀទៅជន់ចោលឈប់មកទៅក្មួយប្រយ័ត្នគេលើឈប់ភ័យទៅកូនអស់អីហើយចានាំគ្នាដោះគ្រឿងអលង្ការទុកឲ្យអស់ទៅកូនពុកដើរទៅបត់ជើងនៅខាងនោះមិញលបមើលឃើញគេដើរប្រមូលនាឡិកាប្រជាជនតាមចិត្តអត់មាននរណាហ៊ានតវ៉ាទេនាំគ្នាដោះទុកឲ្យអស់ទៅកូនកំពង់ឆ្នាំងថ្ងៃទី24ខែមេសាឆ្នាំ1975ហូបបាយយប់នេះទៀតតែងាកជើងអស់ល្មមហើយបងឃើញពីល្ងាចមានអ្នកភូមិយកទៅឆ្អើមកលក់ដែរតាមិនក៏យើងមិនទិញទុកទៅអូនតែគេមិនយកលុយទេបងគេយកសពុតអាវវិញហើយគេទាច្រើនណាស់តម្រាំផ្ដោបានតែឆ្អើមួយចកាក់នោះមិនបាច់ស្ដាយទេស្អែកគេចង់បានអីឲ្យគេទៅជួយរបស់មកទុកហូបណាចាមើលអាទិត្យគត់ហើយនេះឯណាទៅពាក្យថាចេញពីពេញតែ3ថ្ងៃនោះហើយពួកបដិវត្តណាមិនដែលនិយាយអ្វីដែលពិតទេកុំជឿពួកនោះពេកចុះពេលនេះបងចាន់សុងនៅណាម៉ែប្តីខ្ញុំគាត់ប្រហែលមិនមែនមកតាមផ្លូវនេះទេតើគេឲ្យយើងទៅដល់ណាទៀតទៅហើយមិនអីម៉ាប់តាំងពីពេញមកអត់មាននិយាយអីសោះខ្ញុំចង់ត្រឡប់ទៅស្រុកវិញណាអ្នកស្រីខ្ញុំនឹកពុកម៉ែគាត់ចាស់អស់ហើយស្រុកគេទៅជាអញ្ចឹងបានពីណាមើលថែគាត់ទេហួចចុះស្រុកនាងនៅដល់ណាដែរតើម៉ាប់នៅត្រឹមតែតកែនឹងទេតែគេរុញយើងមកខាងជើងរហូតឲ្យគ្នារកផ្លូវទៅស្រុកមិនបានមិនអីទេម៉ាប់ធំតិចសិនទៅក្មួយធ្វើមិនទេបើដល់ដំណាក់កាលនេះទៅហើយខាងតកែជាតំបន់រំដោះស្រាប់ឪពុកម្ដាយក្មួយគាត់ប្រហែលជាមិនតឹងដូចខាងយើងឯនេះទេយើងប្រហែលជាគិតខុសហើយដែលមកស្ថានទូតបារាំងបើមិនអញ្ចឹងម្ដុំតែយើងប្រហែលត្រូវគេចលៀសទៅខាងត្បូងផងមិនដឹងប្តីបងតាភីក៏មិនដឹងទៅខាងណានាងលបងខ្ញុំចេះតែមានអារម្មណ៍ប្លែកយ៉ាងម៉េចទេនេះអាម៉េចនឹងសុន
បងមើលទីហ៊ានក្មេងៗពីរនាក់នោះខ្ញុំឃើញវាមើលមកយើងនិយាយគ្នាល្អល្អតាំងពីព្រឹកម្ដងដែរហើយឥឡូវនេះវាមកឈរមើលយើងម្ដងទៀតហើយខ្ញុំដូចជាធ្លាប់ស្គាល់មុខទាហានពីរនាក់ហ្នឹងតែដូចជារត់នឹកមិនឃើញសោះនេះកុំអត់លឺពេកធ្វើតែមិនដឹងខ្លួនទៅតោះបើថាហូបបាយរួចហើយនាំគ្នារៀបចំប្រាស់ដេកយកកន្លងទៅព្រឹកស្អែកមិនដឹងគេឲ្យយើងទៅណាទៀតទេមិនអីមិត្តហូបបាយហើយហ៎បាទរួចហើយក្មួយមិត្តពេទ្យឯងចំណាំខ្ញុំអត់សួរខ្ញុំហ៎មិត្តឯងបកកែធ្វើពុតណាខ្ញុំចំណាំទៅដល់ឈ្មោះពេទ្យឯងទៀតពេទ្យឯងក៏មកចង់បន្លំជាមួយអង្គការត្រូវចាំថាអង្គការផ្នែកមនុស្សណាមិត្តផ្ទះមិត្តឯងគឺនៅពីមុខផ្ទះដែលខ្ញុំជួលនៅតែមិត្តឯងមិនស្គាល់ខ្ញុំវាធ្វើត្រូវហើយពួកខ្ញុំធាក់ស៊ីក្លូមករៀលឯប្តីប្រពន្ធមិត្តឯងចេញឡានចូលឡានមិត្តឯងមិនដេចស្គាល់ខ្ញុំមិត្តឯងជាពេទ្យនៅជិតផ្ទះខ្ញុំតែពេលកូនខ្ញុំឈឺម្ដងខ្ញុំរត់ទៅឲ្យអ្នកឆ្ងាយមើលឲ្យពួកខ្ញុំវាអត់ដូចទៅពឹងមិត្តឯងមែនទេបើមិត្តមករកហើយមិត្តអត់ប្រាក់ហ្នឹងក៏ខ្ញុំនៅតែមើលអញ្ចឹងឆ្លើយពុះពេលហើយឥឡូវនេះវាគ្មានទេអារឿងមានប្រាក់លុយកាក់អីនោះកាលនៅស្តាតចាស់មិនគឺមិត្តឯងមិនចុះឈ្មោះនៅបញ្ជីរដ្ឋការខ្ញុំគាត់ថាចង់ទៅមុខជាមួយអង្គការជាងគាត់អត់ចង់ត្រឡប់ទៅភ្នំពេញវិញទេមិត្តពីណាសួរមិត្តឯងសក់អាណាក្បាលហ្នឹងមិត្តឯងចេះដឹងអីឥឡូវអង្គការស្នើឲ្យមិត្តឯងទាំងពីរនាក់ហ្នឹងត្រឡប់ទៅជួយធ្វើការនៅភ្នំពេញវិញមិត្តឯងចង់ខ្លួនទៅត្រូវទៅឥឡូវនេះក្មួយអូមិត្តយោធាឲ្យពួកគាត់ទៅមុខជាមួយអង្គការដែរទៅអីកុំឲ្យគាត់បែកប្រពន្ធកូនបើខ្លាចបែកយកប្រពន្ធកូនគ្រួសារត្រឡប់ទៅភ្នំពេញជាមួយក៏បានដែរបានហើយលបងឲ្យខ្ញុំទៅចុះមិនបាច់ឲ្យប្រពន្ធកូនខ្ញុំពាក់ព័ន្ធទេមិត្តទាហានខ្ញុំទៅមិនឲ្យប្រពន្ធកូនខ្ញុំទៅមុខទៀតផងចុះបងដែរមិត្តឯងយំហ្នឹងមិត្តឯងចង់ប្រឆាំងអង្គការមិត្តឯងមិនចង់ឲ្យប្តីទៅជួយបម្រើជាតិទេប៉ាខ្ញុំមិនមែនពេទ្យទេមិនពេទ្យតែមកមាត់ធន់នេះបើមិនមែនមេទាហានគូនធំណាស់មិត្តឯងមិនស្មានថាអង្គការឡើងងងឲ្យសោះណាឆាប់ក្រោកឡើងទៅឥឡូវនេះខ្ញុំទៅណាដាភីវាចេះរស់នៅឲ្យល្អណាស់កូនប៉ាទៅហើយលបងអ្នកបងប្អូនញ៉ាំលីសនឹងដាភីផងណាបាទទេបងខ្ញុំទៅហើយនៅត្រឹមខែកក្កដាឆ្នាំ1975អង្គការខ្មែរក្រហមបានអនុវត្តសម្រេចទាំងស្រុងនៅនយោបាយជម្លៀសប្រជាពលរដ្ឋចេញពីទីក្រុងនិងបណ្ដាតំបន់ប្រជុំជនសំខាន់ៗទៅប្រមូលផ្ដុំរស់នៅឯតំបន់ចុងកាត់មាត់ញោកដែលពុំមានហេដ្ឋារចនាសម្ព័ន្ធអ្វីសម្រាប់ទ្រទ្រង់ការរស់នៅក្រុងភ្នំពេញទីរួមខេត្តសៀមរាបក្រុងបាត់ដំបងក្រុងប៉ៃលិនក្រុងកែបក្រុងកំពង់សោមខេត្តកំពង់ចាមឡាក់នៅសេសសល់តែក្រុមខ្មែរក្រហមនិងក្រុមគ្រួសាររស់នៅនឹងបម្រើការងារផ្នែកឧស្សាហកម្មផ្នែកគមនាគមន៍និងផ្នែកដទៃទៀតដែលពុំមែនជាកសិកម្មផ្ទុយទៅវិញប្រជាជនជំនះថ្មីដែលធ្លាប់តែបំពេញការងារជំនាញឬជាអាជីវករកម្មករបុគ្គលិកនយោជិកនៃរបបចាស់ត្រូវបង្ខំឲ្យធ្វើការងារស្រែចម្ការវិញរបបបែងចែកស្បៀងស្មើភាពដោយអង្គការបដិវត្តចាប់អនុវត្តនៅទូទាំងប្រទេសមោងឫស្សីបាត់ដំបងខែសីហាឆ្នាំ1975អ្នកបានហើយបញ្ញាប់ចេញអ្នកក្រចូលមកទៀតលឿនហើយមនុស្សច្រើនដល់ហើយមិនដឹងកាលដល់យើងទេត្មងទៅដល់អង្គអស់ផងក៏មិនដឹងមេឃជឿនថាយ៉ាងហ្នឹងទឹកអង្គអស់អ្នកខ្ញុំមិនអីទេឲ្យតែបានមកទៅទឹកក៏ទៅទឹកទៅព្រោះគ្មានទុកទេដាំហូបភ្លាមហ្នឹងបានបានដែរបងបានកតែមកកំប៉ុងទៅចំសាយនេះហ
ហើយគេថែមប្រឡងឲ្យ 40000 គ្នា6នាក់បានមកកំប៉ុងតោះគេអ៊ូប្រយ័ត្នគេលឺសូត្រទៅផ្ទះវិញម៉ែនឹងអ៊ំចាំហត់មកដីជាប់2គីឡូម៉ែត្របានកមកកំប៉ុងត្រឡប់ទៅវិញសំណាងហើយយើងដល់មុនអ្នកខូចប្រហែលអស់អង្គផងបងឃើញអង្គក្នុងបាយនៅសល់ស្មើចំនួនមនុស្សទេចាំស្រាយនេះមួយឲ្យតមួកតមុនខ្លាចណាស់អារឿងមានស៊ីអត់ស៊ីបើអង្គការចេះសមុទ្រអញ្ចឹងមិនមែនវាយឈ្នះអាពួកចាក់ប្រព័ន្ធទេនាំគ្នាហូបទៅកូនម៉ាំងដូចជាមិនឃ្លានទេបើម៉ាក់ឈឺហើយមិនខំប្រសាទៀតធ្វើម៉េចនឹងជាកើតនាំគ្នាហូបទៅកុំរំខានម៉ាក់អង្គយើងចិត្តអស់អ្នកនាងសល់ប្រហែល2ទុកដៃទេមើលទៅប្រាប់ហើយថាឈប់ឲ្យប្រើពាក្យអ្នកស្រីអ្នកនាងណាម៉ាំឯងចង់ឲ្យពួកយើងស្លាប់ទាំងអស់គ្នាអីហ៎ចាអ៊ំចុះតកូនយើងចេញព្រួយខ្លះនៅបងម៉ាប់ពីព្រឹកពុះកាក់មកប្រាប់ថាគេប្រមូលដាក់រួមអស់ហើយបាញ់តែដកចោលអស់ទេដាក់រួមអ៊ំខ្ញុំគិតឆ្លៀតយប់នេះរត់ទៅភូមិលើរកដោះដូងអង្គគេបន្ថែមហើយនឹងរកថ្នាំខ្លះមកមើលម៉ាក់ម្ដាយឯងគេកើតជំងឺបាក់ទឹកចិត្តជំងឺនេះមិនងាយរកថ្នាំមើលជុលទេក្មួយមួយថ្ងៃហើយគាត់និយាយតែពីពុកឯងហ្នឹងពុកតាណាយម៉ែមែនដូចមិនឃើញអ៊ំអង្គការគេមកស្នើឲ្យអ៊ំឯងទៅជួយដឹកអំបិលគេថាទៅពី3ថ្ងៃណោះពុកចំណាស់ហ្នឹងហើយមិនឲ្យគាត់នៅស្ងៀមទៀតចុះម៉ែមានប្រាប់គេថាបងសុំក៏ចូលបដិវត្តដែរកុំឲ្យគេធ្វើបាបពួកយើងពេកបំរើជាតិអីទៅពួកវាកូនផុសម៉ែក៏ទៅបាត់ដែររស់នៅក្នុងរបបនេះកាត់អត្តលាប់រអ៊ូនេះចោលទៅកូនវាអត់អីចំណេញទេវាចំណេញបានតែឲ្យគេចាប់ថ្នាក់នឹងអណែដាភាខយបដូរខោអាវសិនទៅសំហូបណាក្មួយហូបទាំងទឹកអញ្ចឹងប្រយ័ត្នកើតខូនម្នាក់ទៀតកាន់តែយ៉ាប់ហើយបដូរអីទៀតម៉ែខោអាវមកពីពេញបដូរត្រីងៀតត្រីឆ្អើតាមផ្លូវអស់ហើយសល់តែខោអាវខ្លះដែលរបបនេះគេមិនឲ្យពាក់ហ្នឹងខ្ញុំថាឲ្យតែតនេបន្តិចនឹងអាចយកទៅជ្រលក់ពណ៌ឲ្យខ្មៅយើងអស់ខោអាវល្អសម្រាប់ដូរហើយលើកនេះកវលខ្ញុំប្រហែលយកទៅដូរមុនគេខែងបានកខ្លះមកដាំបាយស្រួយម៉ាក់ខានបាយជាងមួយអាទិត្យហើយគិតតែពីបបរបានម៉ាក់អត់ងាយជាហ្នឹងចាំខ្ញុំទៅបែមក្លឿមកទុកជ្រលក់ខោអាវណែអីគេហ្នឹងអ៊ំយកខ្សែកមាសនេះយកទៅបដូរទៅកវលពេជ្រផុនក្មួយគេមិនស្គាល់តម្លៃទេតែវាជារបស់អ៊ំហ្នឹងអ៊ំគួរតែទុកតែគិតអីក្មួយដំណាក់កាលនេះទៅហើយណែសូត្រយកទៅទុកទៅដល់ម៉ោងទៅធ្វើការរួមហើយចាអ៊ំសុកចកេះសពុតឲ្យស្រួលណាកុំឲ្យគេឃើញហើយអារឿងដោះដូរហ្នឹងផងប្រយ័ត្នឲ្យមែនតើណាចាអ៊ំរឿងដូរដោះរឿងលួចរឿងលាក់ហាមដាច់ខាតបើអង្គការចាប់បានអង្គការមិនទុកទេរស់ក្នុងរបបថ្មីអង្គការមិនអោយបងប្អូនខ្វះអ្វីទាំងអស់ពុកម៉ែបងប្អូនអង្គការគិតគូរអស់ហើយបងប្អូនកុំគិតកុំព្រួយកុំខ្វល់ត្រូវជំរុះឲ្យបានអារឿងកំអែលចាស់ហាមសួរនាំហាមរអ៊ូហាមសតិអារម្មណ៍ហាមសេរីស្អីទេពាក្យដដែលកុំមាត់ចិនសែនប្រយ័ត្នគេលឺយប់នេះអង្គការឲ្យបងប្អូនមកប្រជុំព្រោះមានរឿងថ្មីគឺថាអង្គការរៀបចំភូមិថ្មីមួយទៀត
ត្រូវការបងប្អូនខ្លះទៅរស់នៅភូមិថ្មីយើងមានមនុស្សតិចជាងទីនេះអញ្ចឹងរបបហូបចុកក៏គ្រាន់បើជាងនេះដែរតែតើតែបងប្អូនជាអ្នក17បានអង្គការអនុញ្ញាតឲ្យទៅណែគឺថាបើបងប្អូនធ្លាប់នៅភ្នំពេញនៅទីរួមខេត្តបាត់ដំបងបងប្អូនអាចចុះឈ្មោះទៅនៅភូមិថ្មីបានដើម្បីទៅកន្លែងថ្មីមានហូបគ្រប់ហើយឲ្យបងប្អូននៅកន្លែងចាស់សន្សំរបបអង្គរបានផងមានបងប្អូនណាចង់ទៅត្រូវលើកដៃឥឡូវនេះដើម្បីអង្គការចុះឈ្មោះមាត់បងចុះឈ្មោះមួយខ្ញុំដែរមាត់បងចាន់សែនខ្ញុំសង្ឃឹមថាយើងទៅកន្លែងថ្មីបានល្អជាងនេះណាបងគិតមើលមីងឈឺមិនស្រាក់សោះហើយរបបនេះទៀតអស់ពីអង្គរមកកញ្ចុងថ្ងៃស្អែកខាន់ស្អែកហូបកន្ទក់ផងក៏មិនដឹងបើមិនសាកកន្លែងថ្មីមានតែយើងទ្រាំចាំស្លាប់តែអ៊ំប្រុសផ្ដាំឲ្យយើងប្រយ័ត្នមុននឹងធ្វើអីសម្រាប់អីត្រូវសួរគាត់សិនចូលធ្វើម៉េចបើពុកមិននៅណាហើយបងមិនបាច់ស្មុគស្មាញច្រើនទេសម័យនេះណាបងយើងរស់នៅមួយកន្លែងក៏មិនមែនល្អសម្រាប់យើងដែរថាមិនបានតែនៅភូមិថ្មីបងអាចជួបប្តីបងវិញឬក៏ជួបប៉ាបងវិញផងអញគិតអញ្ចឹងហ៎ហ្នឹងហើយបងគិតមើលបើទេវតាជួយលោកបដាចិត្តឲ្យបងដេតប្តីបងឯងរស់រើមកនៅភូមិថ្មីដែរពួកបងមិនបានជួបគ្នាហើយចុះបើលោតែបងច័ន្ទសុងគាត់ទៅនៅភូមិថ្មីដែរយើងមិនបានជួបគាត់យើងនៅទីនេះធ្វើអីទៀតបើញាតិមកគ្រាប់ក៏មិនបានជួបទេវតាលោកអើយសូមជួយឲ្យការជំនះលើកនេះខ្ញុំបានជួបប៉ាជួបបងដេតជួបបងសុងវិញឈីបងបនតែនៅក្នុងពួកបានហើយចាំលើកដៃទូទៅលើធ្វើអីលោតែពួកឆ្លបមកឃើញគេហៅយើងទៅកសាងឥឡូវហ្នឹងវាមិនឲ្យយើងជឿជំនឿទេវតាអិនព្រំអីទេឃ្លានណាបងអើយពួកខ្ញុំកោទីរ៉ៃនេះអត់នេះច័ន្ទសែនបងមានសមកុំមាត់លឺពេកបងយកនីលកាទៅដូរពួកមូលដ្ឋានគេវិចនំភ្ជុំនីលកាបងអូមេហ្គាហ្នឹងឯងបានសមហ្មងបានតែសមមកគូហើយនឹងឆ្នាំពេទ្យ6ប្រទេសហ្នឹងតោះឯងហូបមួយជាមួយបងមួយទៀតទុកសម្រាប់ម៉ាក់និងអ៊ំស្រីហើយខ្សែកតស្អែកបានបដូរអង្គបានគេសន្យាស្អែកថាឲ្យអង្គពីរតៅមកបងឃ្លានណាណែមើលឆ្វេងមើលស្ដាំផងបងដាក់ភីបងឯងឈប់ហៅមីងថាម៉ាក់ទៀតទៅម៉ានគេហាមចេះតែភ្លេចពួកអង្គការឲ្យយើងជំរុះគេឲ្យយើងហៅម៉ែពុកមិនមែនប៉ាអីទៀតទេជំហៅតាមមូហាភិមសន្សំសំចៃតំណាងការថ្មីនៃការបាំងលេវត្តយើងក៏តាំងកម្ពុជាប្រជាធិបតេយ្យពិតយើងត្រូវដាច់ខាតពង្រីករឹងមាំសុលាឡាមកវាចិញ្ចោលហើយអូអ្នកខាងលើជួយផងមើលជួយឡាជួយវ៉ាន់ផងវ៉ាន់ផងនឹងផងឡើងកុំលូច្រើនហាមញ៉ៃហើយចេះមើលគំរូបដិវត្តបើធ្វើបដិវត្តឲ្យញ៉ៃលូលតំដូចពួកមិត្តឯងទៅក៏មិនមែនបានធ្វើសុបាយដូចថ្ងៃនេះទេបន្តទៀតណាគ្រូសាមគ្គីនៅណាអូអ្នកខាងលើជួយផងមើលជួយមិត្តឯងនៅត្រែងដល់កាឡើងណាចង់ទៅអត់អ្នកសិតអ៊ំស្រីដើរខ្នំយើងបានចេញពីកន្លែងនេះហើយម៉ែគ្រាន់តែចង់ជួបប៉ាឯងណាកូននៅផ្ដាំផ្ញើហ្នឹងហើយតិចបញ្ជូនឲ្យទៅស្រុកដើមអស់តែឥឡូវហ្នឹងសូមដើរទៅខ្លួនមកបងឲ្យឆ្នាំមកខ្ញុំកាន់បងអូនចេះជំរុះសោះពូមិនឯងកំអែលព្រមដល់កន្លែងអាកំអែលសាក់ផ្ទះភូមិអាកំអែលមូលធនហ្នឹងមើលឲ្យប្រវត្តិមកនេះមើលមានអីខ្លះឲ្យមកនេះនាងកញ្ញាលោកលោកស្រីប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រី
រឿងកំណាត់ផ្លូវចុងក្រោយដែលនាងកញ្ញាលោកលោកស្រីបានស្ដាប់នៅពេលនេះសូមស្លេះតែប៉ុណ្ណេះសិនសូមរងចាំស្ដាប់ភាគបន្តសូមអរគុណ